ក្រៅកម្ពុជាសម្រេចបិទទ្វារលែងនាំចូលប្រេងឥន្ធនៈថៃអាចនឹងរកបូតចំណូលសរុបជាង $1000 លានក្នុងមួយឆ្នាំយោងតាមទិន្នន័យពីនាយកដ្ឋានអាជីវកម្មធម្មពលរបស់ប្រទេសថៃបានបង្ហាញឲ្យដឹងថានៅចន្លោះខែមករាដល់ខែធ្នូឆ្នាំ2024ប្រទេសថៃបាននាំចេញប្រេងឥន្ធនៈសរុបចំនួន 2.28 លានលីត្រមកកាន់ប្រទេសកម្ពុជាឬជាមធ្យម 6.25 លានលីត្រក្នុងមួយថ្ងៃដែលស្មើទៅនឹង 21.2% នៃការនាំចេញប្រេងឥន្ធនៈសរុបរបស់ប្រទេសថៃនេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nationប្រភពដដែលនេះបានឲ្យដឹងទៀតថាកម្ពុជាគឺជាគោលដៅនាំចេញប្រេងឥន្ធនៈធំជាងគេបំផុតទី2របស់ប្រទេសថៃជាមួយនឹងតម្លៃនៃការនាំចេញសរុបចំនួន 47.97 លានបាតឬស្មើនឹង 1.43 លានដុល្លារបន្ទាប់ពីប្រទេសសង្ហបុរីដែលបានទទួលប្រេងឥន្ធនៈពីថៃក្នុងតម្លៃសរុប 49.60 លានបាតឬស្មើនឹង 25.9% នៃការនាំចេញសរុបយ៉ាងណាមិញជំវិញទំហំនៃការនាំចេញមកកាន់កម្ពុជាដល់ច្រើននេះកំពុងធ្វើឲ្យក្រុមហ៊ុនប្រេងរបស់ថៃប្រឈមមុខទៅនឹងការខាតបង់យ៉ាងធំបន្ទាប់ពីភាពតានតឹងព្រំដែនរវាងប្រទេសទាំងពីរកាន់តែកើនឡើងកម្ដៅជំរាបជូនផងដែរថាសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសការពីពេលថ្មីនេះដោយផ្អាករាល់ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នទាំងអស់ពីប្រទេសថៃគិតចាប់ពីម៉ោង 12 យប់ថ្ងៃទី 23 ខែមិថុនាតទៅសម្ដេចថែមទាំងបានសង្កត់ធ្ងន់ទៀតថាក្រុមហ៊ុននាំចូលប្រេងឥន្ធនៈក្នុងស្រុកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទិញប្រេងឥន្ធនៈនិងឧស្ម័នពីប្រទេសផ្សេងទៀតដើម្បីបំពេញតម្រូវការទោះបីជាមានការផ្អាកការនាំចូលពីប្រទេសថៃមានរយៈពេលយូរយ៉ាងណាក៏ដោយ